នៅក្នុងចរន្តនៃពេលវេលាដែលมันធ្លាប់ឈប់ឈរប្រវត្តិសាស្ត្រនៃប្រជាជាតិមួយតែងតែត្រូវបានកំណត់ដោយរបបសំខាន់ៗនៃមេដឹកនាំរបស់ខ្លួនសម្រាប់កម្ពុជាយុគសម័យថ្មីដែលបានចាប់ផ្ដើមនាឆ្នាំ2023មិនមែនគ្រាន់តែជាការផ្លាស់ប្ដូរលេខរៀងនៃនីតិកាលប៉ុណ្ណោះទេប៉ុន្តែវាគឺជាការផ្ទេរជោគវាសនាជាតិតែក្នុងដៃរបស់មេដឹកនាំជំនាន់ថ្មីដែលមានចំណេះដឹងជាអាវុធនិងមានសន្តិភាពជាគ្រឹះបុគ្គលដែលឈរនៅចំកណ្ដាលនៃរស្មីនៃយុគសម័យផ្លាស់ប្ដូរនេះគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកមិនត្រឹមតែជាអ្នកបន្តវេននៃមរតកនយោបាយដ៏រឹងមាំពីសម្ដេចតេជោប៉ុណ្ណោះទេប៉ុន្តែលោកគឺជាស្ពានបញ្ញាដែលតភ្ជាប់រវាងមោទនភាពនៃអតីតកាលជាមួយនឹងមហិច្ឆតានៃការកសាងកម្ពុជាឲ្យក្លាយជាអាណាចក្រសេដ្ឋកិច្ចនាពេលអនាគតរឿងរ៉ាវរបស់នាយកមន្ត្រីវ័យក្មេងរូបនេះបង្កប់ដោយអត្ថន័យនៃការពុះពៀការរៀនសូត្រនិងការលះបង់ដែលបានចាប់ផ្ដើមឡើងតាំងពីគ្រាដែលប្រទេសជាតិទើបតែងើបពីផេះផុងនៃសង្គ្រាមប្រសូតនៅថ្ងៃទី20 ខែតុលា ឆ្នាំ1977ក្នុងភូមិកក់ផលស្រុកមេមត់ខេត្តកំពង់ចាមលោកគឺជាបុត្រាច្បងដែលបានឃើញផ្ទាល់ភ្នែកនៃការលះបង់របស់ឪពុកដើម្បីសង្គ្រោះជាតិការធំដឹងក្តីក្នុងគ្រួសារមេដឹកនាំមិនបានធ្វើឲ្យលោកមានភាពខ្ជិលច្រអូសឡើយផ្ទុយទៅវិញវាបានក្លាយជាកម្លាំងចលកររុញច្រានឲ្យលោកខិតខំសិក្សារៀនសូត្រយ៉ាងខ្លាំងក្លាបំផុតស្មារតីឧស្សាហ៍ព្យាយាមនិងការស្រេកឃ្លានចំណេះដឹងបានរុញច្រានលោកឲ្យឈានជើងចូលទៅក្នុងឆាកអប់រំកម្រិតពិភពលោកបានសរសេរប្រវត្តិសាស្ត្រថ្មីសម្រាប់យុវជនកម្ពុជាដោយបានក្លាយជាជនជាតិខ្មែរដំបូងបង្អស់ដែលបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធា West Point ដ៏ល្បីល្បាញបំផុតនៃសហរដ្ឋអាមេរិកក្នុងឆ្នាំ1999ការសិក្សានៅទីនោះមិនត្រឹមតែផ្ដល់ឲ្យលោកនៅចំណេះដឹងផ្នែកវិទ្យាសាស្ត្រយោធាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានសូនរូបលោកឲ្យក្លាយជាបុគ្គលដែលមានវិន័យដៃថែបភាពអត់ធ្មត់និងសមត្ថភាពដឹកនាំយុទ្ធសាស្ត្រកម្រិតខ្ពស់មិនឈប់ត្រឹមវិស័យយោធាលោកបានបន្តក្រេកជញ្ជក់ចំណេះដឹងផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិកនិងបានបញ្ចប់សញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេសដែលជាគ្រឹះដ៏សំខាន់សម្រាប់លោកក្នុងការវិភាគនិងរៀបចំផែនការអភិវឌ្ឍជាតិឲ្យស៊ីជង្វាក់នឹងចរន្តសេដ្ឋកិច្ចសកលនៅពេលត្រឡប់មកមាតុភូមិវិញលោកហ៊ុនម៉ាណែតបានចូលបម្រើការក្នុងកងយោធពលខេមរភូមិន្ទនិងបានឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោកក្នុងតួនាទីជាយោធិនលោកបានធ្វើការកែតម្រង់យ៉ាងស៊ីជម្រៅក្នុងជួរកងទ័ពដោយផ្ដោតលើការបណ្ដុះបណ្ដាលសមត្ថភាពយុទ្ធជនការបញ្ចូលបច្ចេកវិទ្យាទំនើបនិងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើសពីការងារការពារជាតិលោកក៏បានដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌តាមរយៈការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA ដើម្បីផ្ដល់សេវាសុខាភិបាលឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅទូទាំងប្រទេសដែលសកម្មភាពនេះបានធ្វើឲ្យលោកទទួលបាននូវក្តីស្រឡាញ់និងការទុកចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានក្នុងយុគសម័យថ្មីបានមកដល់ជាផ្លូវការនៅខែសីហាឆ្នាំ2023នៅពេលដែលលោកត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាការឡើងកាន់អំណាចរបស់លោកត្រូវបានទទួលស្គាល់ថាជាការផ្ទេរមរតកសន្តិភាពដែលផ្ដោតលើស្ថិរភាពនិងការអភិវឌ្ឍបន្តក្រោមការដឹកនាំរបស់លោករាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលមានសសរស្តម្ភ5យ៉ាងសំខាន់គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាលោកបានផ្ដល់អាទិភាពខ្ពស់បំផុតលើការអភិវឌ្ឍធនធានមនុស្សការធ្វើបរិវត្តកម្មឌីជីថលនិងការកែលម្អប្រព័ន្ធអប់រំនិងសុខាភិបាលដើម្បីត្រៀមខ្លួនឲ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050